ពុករបស់កូនធ្លាប់បាននិយាយថាស្ត្រីជាធនធានមនុស្សដ៏មានគុណតម្លៃច្រើនបំផុតច្រើនរហូតដល់ទៅមិនដឹងថាប្រមាណប៉ុណ្ណាស្ត្រីជាធនធានដ៏ល្អក្រៃលែងជាងទ្រព្យសម្បត្តិដែលមនុស្សយើងមានស្ត្រីជានិមិត្តរូបនៃសេចក្តីអត់ធន់ការលះបង់ខ្ពស់និងភាពទន់ភ្លន់ស្រគត់ស្រគំនិងនួនសុភាពរាបសារស្ត្រីជាកម្លាំងចិត្តស្ត្រីមានតម្លៃជាងថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃដទៃទៀតដែលជាថ្ងៃឈប់សម្រាកអំពីការងារស្ត្រីជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីមនុស្សដែលខ្លួនស្រឡាញ់ដូចជាបុត្រធីតាឬក៏ស្វាមីមានសេចក្តីអត់ធន់យ៉ាងខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានរស់ដល់ធំមានការគ្រប់គ្រងទៅលើការបរិភោគការសម្រាកការសិក្សារៀនសូត្រជាដើមរបស់កូនមានការទទួលខុសត្រូវក្នុងរឿងគ្រួសារសពគ្រប់អាចធន់ទ្រាំទទួលទុកបានច្រើនរឿងក្នុងពេលដែលបរិសុទ្ធជាស្វាមីចេញទៅភ្លើតភ្លើនរីករាយជាមួយមិត្តភ័ក្តិជាមួយសុរាជាមួយនារីដទៃឡាក់ឪពុកកូនបាននិយាយបញ្ជាក់ដល់រឿងនេះថាគាត់ធ្លាប់ឃើញមេសនៈនិងមេឆ្មាអត់ធន់ចិញ្ចឹមកូនយ៉ាងគួរឲ្យអាណិតក្នុងពេលវេលាដែលឈ្មោលបានទុកកូនឲ្យហើយក៏លះបង់ចោលមេបាត់ទៅមនុស្សប្រុសដែលមានសភាពដូចជាសនៈនិងឆ្មាឈ្មោលក៏មានបន្តិចនៅក្នុងលោកប៉ុន្តែដែលឪពុកកូនបានពោលមកនេះមិនមែនបានសេចក្តីថាស្ត្រីសុទ្ធតែល្អក្រៃលែងទៅទាំងអស់គ្រប់គ្នានោះទេដែលជាមនុស្សស្ត្រីមិនល្អថោកថយក៏មានដែរព្រោះការប្រព្រឹត្តខុសអំពីលក្ខណៈរបស់ស្ត្រី